Để số này tao khi và cùng một cái video trong thì thấy đấy khi giờ một mơ là một hạt một popon sải camចំនួន3ដែលខ្ញុំធ្វើលើខ្លួនឯងនិងសេវាឡើងដល់ខ្លួនឯងហើយចង់មើលចម្លើយទាំងអស់គ្នាទី1ក 2x បូក 2y ស្មើ1និងមួយទៀតមានសមីការ 3x បូក 4y ស្មើ2ខ្ញុំតាំងឲ្យសមីការ1និង2ហើយបន្ទាប់មករបៀបធ្វើរបស់វាយើងត្រូវមើលអង្គណាដូចតួ x និង y បើវាដូចគ្នាយើងធ្វើតាមវិធីបូកដកបំបត្តិតែក្នុងនេះយើងមានឃើញតួមួយណាដូចគ្នាទេជាហេតុយើងមើលតួទី1របស់យើងអាហ្នឹងយើងមានពីរវិធីទី1បំបត្តិ x ទី2បំបត្តិ y តែយើងបំបត្តិអាណាដែលស្រួលជាងគេឥឡូវយើងមើលស្វ័យការទី1 2x បូក 2y ស្មើ1ហើយស្វ័យការទី2យើង 3x បូក 4y ស្មើ2ជាងមើលតួ y កន្លែងនេះ2y នេះហើយខាងក្រោមយើង 4y យើងនឹងធ្វើមិនឲ្យវាស្មើy នេះទៅជា 4y យើងត្រូវគុណនឹង2ហើយអា2ហ្នឹងមិនគុណតែ y នឹង1ទេត្រូវគុណនឹងគ្រប់តួនៃ 2x 2y ផងនិង1ផងឥឡូវយើងមកបានមើលសម័យកាលដែលខ្ញុំគុណបានវាស្មើ4y បូក4សំទោសសមាជាស្រ័យ 4x បូក 4y ស្មើ2សម័យកាលទី1ហើយមួយទៀត3សម័យកាលទី2យើងរក្សាទុកនៅដែរអត់មានគុណនឹងអីទៀតទេវាបាន 3x បូក 4y ស្មើ2នៅដែរហើយយើងមើលអានេះបូក 4y បូក 4y សម័យកាលទី1និងទី2មាន 4y ដូចគ្នាអញ្ចឹងយើងធ្វើតាមបូកបំបត្តិធ្វើអត់ចេញទេដោយសារតែអាពីរហ្នឹងមកធ្វើតាមបូកបំបត្តិនៅអានេះបូកចូលគ្នាបាន 8y អញ្ចឹងធ្វើត្រូវទេយើងធ្វើតាមវិធីដកបំបត្តិដល់យើងយកសញ្ញាដកនេះគុណឡើងទៅលើនេះអញ្ចឹងជាបានដកគុណនឹង 4x ដក 4x ដក 4x នឹងបូក 3x ស្មើដក x ដកគុណនឹង 4y ស្មើដក 4y ដក 4y នឹងបូក 4y ស្មើ0ហើយ0នេះខ្ញុំអាចសេបានបូកដក0នៃសារ0វានៅខាងដកផងខាងបូកផងហើយយើងគុណសញ្ញាដកនេះទៅទៀតដកគុណនឹង2ដក2ប៉ះ2 0អញ្ចឹងនាំឲ្យ យើងស្មើ0អាសញ្ញាដកនេះបោះមកអង0នេះអញ្ចឹងដក0ម្ដងក៏នៅ0ដែរអញ្ចឹងយើងយកសម័យកាលយើងហ្នឹងយកទៅជួសទី1យើងបានសម័យកាលយើងបានណាកន្លែងសម័យកាលយើង 4y បូក4សំទោសខ្ញុំជាស្រេច 4x បូក 4y ស្មើ2អញ្ចឹងនៅឲ្យ4គុណនឹង0ដោយសារ x យើងស្មើ0យើង4គុណ0បូក 4y ស្មើ2នាំឲ្យ0បូក 4y ស្មើ2ហើយយើងសរសេរដល់ទៀតលុប0ចោលសល់ 4y ស្មើ2នាំឲ្យ y ស្មើ2លើ4ហើយនាំឲ្យ y អានេះយើងសរុបបានដោយ2យើងចែកនឹង2ស្មើ1 2ចែកនឹង4ស្មើ2ហើយយើងមើលដូចនេះ x ស្មើ0 y ស្មើ1លើ2ជាសំណុំចម្លើយឲ្យតែប្រព័ន្ធសម័យកាលយើងសរសេរដូចនេះគឺជាសំណុំចម្លើយហើយដោយសារតែប្រព័ន្ធសម័យកាលវាមានសម័យកាលច្រើននៅក្នុងនោះឥឡូវយើងមើលលំហាត់ខរបស់យើងដែលវាមានសម័យកាលដូចជា 3x ដក 4y ស្មើ3 5x ដក 4y ស្មើ 5x ដក 2y ស្មើ4សម័យកាលខ្ញុំតាំងឲ្យសម័យកាល1និង2ជាមើលទៅដែរសម័យកាលទី1មាន 3x ដក 4y ស្មើ3ហើយសម័យកាលទី2យើង 5x ដក 2y ស្មើ4ជាមើលខាងសម័យកាលទី1របស់យើងវាមាន 3x ដក 4y ស្មើ3ហើយសម័យកាលយើងទី2របស់យើង 5x ដក 2y ស្មើ4ហើយយើងមើលតួ y វាមានអានេះ 4y អានេះ 2y យើងមើលអត់ដូចគ្នាត្រូវអត់តែយើងមានវិធីគុណឲ្យស្មើគ្នាគឺយើងគុណនឹង2ចុះហេតុអ្វីបានខ្ញុំមិនធ្វើ x វិញដោយសារតែ x វាធំពេកអាលើនេះត្រូវគុណនឹង5អាក្រោមនេះត្រូវគុណនឹង3អញ្ចឹងវាគុណនឹង2តងអញ្ចឹងទៅខ្ញុំខ្ជិលធ្វើតាមនោះអញ្ចឹងធ្វើតាមលេខណាដែលស្រួលហើយគូអញ្ចឹងអានេះនេះ 4y អានេះ 2y អញ្ចឹងអានេះវាខ្វះ2ទៀតយើងត្រូវគុណថែមឲ្យគេ2ហើយយើង2ហ្នឹងមិនគុណអាហ្នឹងមួយទេខ្ញុំនិយាយតែអញ្ចឹងមិនគុណអាហ្នឹងមួយទេយើងយកអាហ្នឹងគុណនឹងអានេះតួ 5x នេះផង2y ផង4ផងឥឡូវខ្ញុំមើលគុណហើយដោយសារ2 5ដង10 2 2ដង4 2 4ដង8អញ្ចឹងនៅពេលខ្ញុំគុណហើយតាមសម័យកាលនេះមិនដូចមិនសុំមកមើលតទៀតវាស្មើហើយសម័យកាលទី1យើងទុកនៅដែរ 3x ដក 4y ស្មើ3សម័យកាលទី2យើងស្មើ 10x ដក 4y ស្មើ8ហើយយើងមើលកន្លែង y អានេះវាមានមេគុណ4ដូចគ្នាយើងយកអានេះដក 4y យើងដក 4y
បើយើងធ្វើតាមបូកអាពីហ្នឹងបូកយកគ្នាទៅដោយសារតែបាទនេះបូកកន្លែងនេះបូកឧទាហរណ៍បើបូកទៅគុណកន្លែងនេះទៅនៅដកដែរយើងដកប៉ះដកនៅធ្វើតាមផដកក៏នៅចេញដកដែរអញ្ចឹងវាស្មើដក8ប៉ុន្តែបើយើងធ្វើតាមវិធីដកបំបត្តិយើងគុណសញ្ញាដកឡើងលើទៅអញ្ចឹងដកគុណឡើងលើដក 3x ដក 3x ប៉ះបូក 10x ស្មើ 7x ដកប៉ះដកបូកទៅជាបូក 4y បូក 4y ប៉ះដក 4y ស្មើបូកដក 0y សារបូកដក 0 ហ្នឹងនិយាយតែអញ្ចឹងបូក0ក៏នៅតែ0ដដែលទេហើយដកនឹង3បានដក3អញ្ចឹងយើងស៊ីសមមកដក3បូក8ស្មើ5អញ្ចឹងទី x នាំគេបានសមីការ 7x បូកដក 0y ស្មើ5នាំមកនេះយើងស្មើ0មិនសេមកវិញក៏បានដែរហើយវាបាន 7x ស្មើ5នាំ x ស្មើជាងបង7មកនេះគុណបងមកបានចែកអញ្ចឹង x ស្មើ5លើ7យើងយកវាទៅជួសសមីការទី1យើងបាន3គុណនឹង5លើ7ដោយសារ x យើងស្មើ5លើ7ត្រូវអីដក 4y ស្មើ3អញ្ចឹងដក3 5ដង15លើ7ដក 4y ស្មើ3ហើយយើងមើលតទៀតយើងបោះនេះមកខាងនេះយើងស្មើដក 4y ស្មើ3ដក15លើ7ហើយយើងមើលតទៀតដក 4y ស្មើអានេះតម្រូវភាពបែងយក7មកគុណនឹង3ស្មើ21ដក15ហើយដោយសារទុកភាពបែងនៅដដែលឬក៏យើងតម្រូវភាពបែងទាំងអស់លុបភាពបែងចោលក៏បានដែរអញ្ចឹងធ្វើតទៀតហើយឃើញចម្លើយវាដូចគ្នាហើយយើងមើលតទៅទៀតនៅពេលយើងស៊ីសងលើស21ដក15និងស6ហើយអានេះយើងបោះដក4មកខាងនេះគុណបោះមកបានចែកអញ្ចឹងស្មើដក4គុណនឹង7អញ្ចឹង y ស្មើ6លើដក28អញ្ចឹងយើងសេតទៀតមក y ស្មើដក6លើ28អញ្ចឹងដូចនេះ x ស្មើ5លើ7 y ស្មើដក6លើ28ជាសំណងចម្លើយនិយាយដល់ដែរម្ដងទៀតគឺប្រព័ន្ធសមីការគឺជាប្រព័ន្ធមួយដែលប្រមូលផ្ដុំដោយសមីការជាច្រើនឥឡូវយើងចូលលំហាត់កើរបស់យើង 2x បូក 5y ស្មើ6យើងតាំងឲ្យសមីការទី1ដក 4x ដក 6y ស្មើ4តាំងឲ្យសមីការទី2អញ្ចឹងយើងមើលតទៀតយើងបាន 2x បូក 5y ស្មើ6ស្មើ6តាមសមីការ1និងដក 4x ដក 6y ស្មើ4តាមសមីការ2ជាមើលសមីការទី1វាមាន 2x បូក 5y បូកស្មើ6ហើយសមីការទី2របស់យើងមានដក 4x ដក 6y ស្មើ4ជាសមីការទី2ហើយយើងមើលមេគុណ x នេះវាខាងលើសមីការទី1យើងខ្វះតែ2ដងទៀតទេនឹងស្មើសមីការខាងក្រោមដែលមានគុណ 4x អញ្ចឹងត្រូវគុណវានឹង2ហើយ2ហ្នឹងយើងគុណទាំងអស់នេះអត់មានគុណតែ x នឹង 2x នេះមួយទេយើងគុណនឹង 5y នេះស្មើគុណនឹង6ផងដែរអញ្ចឹងយើងយក2គុណ2វាស្មើ 4x 2គុណនឹង5ស្មើ 10x សំទោសសូមអធិស្ឋានស្មើ 10y 2គុណ6ស្មើ12ហើយខាងក្រោមយើងរក្សាទៅដដែលអត់មានគុណនឹងអីទាំងអស់បើយើងគុណនឹង1អញ្ចឹងរក្សានៅដដែលដក 4x ដក 6y ស្មើ4យើងស៊ីសងមកអានេះយើងថាបូកបំបត្តិបើដកបំបត្តិខុសហើយដោយសារដកបំបត្តិយើងគុណឡើងលើនេះវាឡើងដក4បាទនេះដក8យើងអត់ស្មើ0ទេហើយបើទៅ y ទៀតវាដក10យើងដក16 y អត់ស្មើ0ទេអញ្ចឹងថាបូកយើង 4x ដក 4x ស្មើបូកដក 0x ខ្ញុំនិយាយទៅដែរម្ដងទៀតដោយសារតែ0ហ្នឹងនៅខាងបូកដកផងអញ្ចឹងប្រហែលនេះ0ក៏នៅតែ0ហ្នឹងដែរអញ្ចឹងយើងយកអានេះមកគុណឡើងលើបូកនៅតែបូកដដែល10y ដក 6y សល់ 4y បូកប៉ះបូកនៅបូកដែរ12ដក12សូមអធិស្ឋាន12បូក4ស្មើ16អញ្ចឹងនាំឲ្យ y របស់យើងគេបានគេបានបូកដក 0x បូក 4y ស្មើ16នាំឲ្យ y ស្មើ16លើ4ដោយសារយើងបោះ4នេះ4គុណបោះទៅបានចែកអញ្ចឹងវា16លើ4អញ្ចឹង y ស្មើ4ដោយសារតែ16ចែក4ស្មើ4ព្រោះ4គុណនឹង4ស្មើ16យើងទៅជួសក្នុងសមីការមួយឬក៏មួយនឹងយើងបាន 2x បូក5គុណបូក5គុណនឹង4ស្មើ6ដោយសារ y យើងស្មើ4អញ្ចឹងវាបាន 2x បូក20ស្មើ6នាំឲ្យ 2x ស្មើ6ដក20 6ដក20ព្រោះ20បូកមកទៅបានដកអញ្ចឹង
2x ស្មើដក14ដោយសារតែ20ដក6សំទោសបូក6ដក20ស្មើដក14 x ស្មើយើងបោះ2យើងទៅគុណបោះមកបានចែកយើងស្មើដក14លើ2ស្មើដក7ដូចនេះសមីការរបស់យើង x ស្មើដក7និង y និង y ស្មើ4ជាសំណុំចម្លើយបាទមានតែប៉ុណ្្នឹងទេសូមអរគុណដែលអ្នកទាំងអស់គ្នាមើលវីដេអូដល់ប៉ុណ្នេះនិងសូមឲ្យអ្នកទាំងអស់គ្នារកស៊ីបាននិងប្រឡងចប់ទាំងអស់គ្នា